បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនអរគ្នាក្នុងបណ្ដាញសង្គមបាទថ្ងៃនេះមានវីដេអូមួយចង់ចែកម្លែកអញ្ចឹងណាបងប្អូនបាទអឺប្រហែលថ្ងៃមុនហ្នឹងខ្ញុំឃើញព័ត៌មានមួយបានចុះផ្សាយថាតារ៉េនវៀតណាមដែលនាំចូលមកហ្នឹងគឺអត់មានគេពិនិត្យឃើញថាអត់មានជាតិគីមីទេបងប្អូនបាទអញ្ចឹងយើងអាចគេអាចនាំចូលមកច្រើនពីខាងវៀតណាមមកបាទតារ៉េនមកចូលខាងខ្មែរអញ្ចឹងកាលណាដែលយើងពិនិត្យឃើញថាតារ៉េនវៀតណាមអត់មានជាតិគីមីហើយនាំចូលមកច្រើនបុកច្រើនអញ្ចឹងវាធ្វើឲ្យតារ៉េនបងប្អូនកសិករខ្មែរយើងហ្នឹងគឺអាចនឹងចុះថោកបងបាទអញ្ចឹងប្រហែលថ្ងៃហ្នឹងគឺតារ៉េនមិនថាម៉ាន់ថងមិនថាប្រភេទស្អីទេរី6គឺអាចនឹងចុះថោកបងប្អូនបាទព្រោះអីព្រោះតារ៉េនវៀតណាមច្រើនអញ្ចឹងទីផ្សារវៀតណាមបុកចូលមកធ្វើឲ្យតារ៉េនខ្មែរយើងហ្នឹងវាចុះថោកបាទអាចចុះមក2 3,000នៅក្នុង1គីឡូក៏ថាបានបងប្អូនបាទអញ្ចឹងការពិតទៅតារ៉េនវៀតណាមវាមានខ្លះដែរវាមិនមែនអត់ទេបងប្អូនបាទខ្លះទៅមានជាតិគីមីខ្លះទៅវាអត់មានបាទដែលសំខាន់គឺជំនាញបច្ចេកទេសរបស់យើងគឺគេពិនិត្យឃើញថាអត់មានបាទអត់មានជាតិគីមីទេចាប៉ុន្តែយើងគិតថាវាមិនមែនល្អទាំងអស់ហើយវាមិនមែនថាអាក្រក់ទាំងអស់ដែរបងប្អូនបាទតារ៉េនបងប្អូនវៀតណាមយើងខ្លះក៏គាត់ល្អដែរអត់ប្រើគីមីខ្លាំងដូចជាបរិវត្តវៀតណាមមួយចំនួនដែរបាទវាអត់ទាំងអស់គ្នាទេបងប្អូនបាទតារ៉េនវៀតណាមរបស់យើងមិនមែនថាវៀតណាមនឹងអាក្រក់តារ៉េនវៀតណាមសារជាតិគីមីមិនមែនទេបងប្អូនបាទខ្ញុំយល់អញ្ចឹងណាប៉ុន្តែប្រហែលថ្ងៃហ្នឹងគឺគេពិនិត្យឃើញថាតារ៉េនវៀតណាមហ្នឹងគឺអត់មានសារជាតិគីមីទេអញ្ចឹងគេអាចនាំចូលមកខ្មែរយើងបានអញ្ចឹងធ្វើឲ្យដំណាំកសិកម្មភាគច្រើនគឺដឹកតារ៉េនខ្មែរយើងលក់ទៅអាចចុះតម្លៃបងខ្ញុំគិតថាអាចចុះតម្លៃបាទអញ្ចឹងបងប្អូនចាំមើលទៅតារ៉េនខ្មែរយើងអាចនឹងចុះតម្លៃព្រោះការនាំចូលតារ៉េនវៀតណាមមកច្រើនហើយវៀតណាមតម្លៃទាំងថោកគួរសមវាធ្វើឲ្យតារ៉េនខ្មែរយើងហ្នឹងមិនថាពូជមិនថងរីមួយហ្នឹងអាចចុះថោក1គីឡូ2 3,000អញ្ចឹងដែរបាទនេះគឺជាមូលហេតុធំបាទហើយខ្មែរយើងភាគច្រើនគឺតារ៉េនក៏ដាំដោយខ្លួនឯងអ្នកដាំដោយខ្លួនឯងលក់អត់សូវខាតទេបងប្អូនបាទលក់អត់សូវខាតទេប៉ុន្តែបើសិនជាកាត់ពីគេមកបាទកាត់ពីគេមកហើយលក់អត់ទាន់អស់អាចខាតបងប្អូនអាចខាតដោយសារអីដោយសារយើងកាត់ពីគេមកចំណេញ1000 2000ដល់ពេលយើងកាត់ពីគេមករឹងថ្លៃហើយដល់ពេលឥឡូវតារ៉េនវៀតណាមប្រឌិតឃើញថាអត់មានសារធាតុគីមីទេហើយវានាំចូលមកអ្នកដែលកាត់គេហ្នឹងគឺអាចខាតច្រើនបាទបើម្ចាស់ដើមមិនសូវជាប្រមាណទេបងប្អូនបាទពោះតារ៉េនណាហើយបងប្អូនកុំភ័យកុំព្រួយបារម្ភអីបាទបងប្អូនអាចប្រភពខ្លួនឯងទៅបាទថាលក់វាធូរថ្លៃហើយនៅទីបណ្ដាច់ទៀតប្រភពខ្លួនឯងក៏បានដែរបាទដល់តារ៉េនខ្មែរយើងវាមិនឆ្ងាញ់ជាងណាជាងតារ៉េនវៀតណាមប្រហែលបងប្អូនបាទវាដូចមើលទៅដូចតែគ្នារសជាតិបងប្អូនបាទគាត់ថាអ្នកខ្លះប្រជាពលរដ្ឋវៀតណាមខ្លះគាត់ដាក់សារជាតិគីមីច្រើនអញ្ចឹងទៅប្រជាពលរដ្ឋវៀតណាមខ្លះក៏គាត់អត់ទេធម្មជាតិអញ្ចឹងបានពិនិត្យឲ្យឃើញបាទអញ្ចឹងតារ៉េនវៀតណាមច្រើនបុកមកខ្មែរហើយប្រជាកសិករយើងក៏អាចថារឿងធ្លាក់ថ្លៃដែរបងប្អូនបាទធ្លាក់ថ្លៃអញ្ចឹងហើយបានម្សិលមួយថ្ងៃនេះខ្ញុំបានឆាតទៅសួរបងម្នាក់នៅខាងខេត្តប៊ូឃ្មុំណាបងប្អូនបាទគាត់មានចការតារ៉េនហើយគាត់លក់ឲ្យខ្ញុំទូថ្លៃដែរបាទប្រហែលថ្ងៃមុននោះដែលអត់ទាន់គេថាល្បីថាតារ៉េនវៀតណាមនឹងបូជាគីមីអញ្ចឹងតារ៉េនខ្មែររៀងឡើងថ្លៃអត់មាននាំចូលដល់ពេលឥឡូវផលិតឃើញថាមានជាតិគីមីទេអញ្ចឹងនាំចូលមកធ្វើឲ្យតារ៉េនអាចធ្លាក់ថ្លៃខ្ញុំឆាតទៅសួរគាត់ថាឥឡូវចុះថ្លៃតារ៉េនវៀតបាទទាំងទុំបាទទុំបើចាស់សល់តែ10000ទេ1គីឡូនិយាយអស់ហ្មងទៅបាទចាស់សល់តែ10000ទេតារ៉េនមិនផង11000អីហ្នឹងបាទពេលទុំអាច15000បាទទុំមិនទាន់នាំចូលពីវៀតណាមមកដែលថាផលិតឃើញថាមានគីមីហ្នឹង18000បងប្អូន1គីឡូអាច20000ក៏មានដែរបាទមិនថងទុំណាបងប្អូនបាទដល់ពេលឥឡូវថ្លៃមែនទែនតារ៉េនបងប្អូនបាទនេះដោយសារតែដូចថាការនាំចូលច្រើនវាយ៉ាងម៉េចអាហ្នឹងយើងមិនដឹងទេអាហ្នឹងបច្ចេកទេសរបស់គេបាទប៉ុន្តែវៀតណាមក៏មិនអាក្រក់ទាំងអស់វៀតណាមក៏មិនល្អអស់ដែរបងប្អូនបាទគិតយ៉ាងហើយខ្មែរយើងវាក៏ដូចគ្នាដែរបងប្អូនគិតថាអញ្ចឹងអ្នកខ្លះក៏លក់ថ្លៃទៅយកពីគេអ្នកខ្លះអត់យកពីគេទេស៊ីគ្នាឯងកោគ្នាឯងក៏មានដែរបាទកោគ្នាឯងណាបងប្អូនបាទហើយរបស់ខ្លួនឯងទៅលក់ថ្លៃដែរខ្លះយើងអាចលឹះតិចតួចទៅថាកាត់មកពីគេយើងមិនថាទេបើកាត់មកពីគេយើងអត់ថាទេប៉ុន្តែដូចថារបស់ខ្លួនឯងនៅពេលរឹងថ្លៃទៀតបាទ
hay cho miền Tây năng một bà chập mới tới anh cho thao khlang một bà anh sau là bỏ mơn bay cái màn thong được mơn bu này rằng bà tụm hết một bà anh miền Tây năng tới một bà bye bye